សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាការប្រៀបធៀបរវាងកាសពីរដែលស័ក្តិសមក្នុងឆ្នាំ2025នេះទីមួយគឺកាស AirPod ដែលជារបស់ Apple ហើយខ្ញុំនឹងធ្វើការ unboxing ឲ្យបងប្អូនមើលហើយក៏ជាភាពមួយដែលបងប្អូនអាចកត់សម្គាល់បានហើយថាតើ AirPod ដែលយើងទិញសប្តាហ៍ថ្ងៃនេះមួយណាជា original មួយណាជា fake អញ្ចឹងបងប្អូនដឹងហើយតម្លៃដែល AirPod លក់នៅក្នុងទីផ្សារចន្លោះពី25ទៅ$28ហើយពេលយើងបើកប្រអប់មកយើងនឹងឃើញกระดาษណែនាំ3ដែលមួយជាกระดาษណែនាំទៅត្រង់ catalog ទី2គឺជា user manual គឺការប្រើប្រាស់ហើយនឹង3ទី3គឺតកតងនឹងกระดาษធានារយៈពេល1ឆ្នាំហើយបងប្អូនក៏អាច scan បានដែរទៅលើកូដនៅជាប់នឹងกระดาษនឹងផងដែរដែលបង្ហាញថាវាគឺជា product សុទ្ធ 100% របស់ក្រុមហ៊ុន Apple ហើយនេះខ្ញុំចាប់ដើមបើកមកហើយដែលយើងបានទទួលបានតែកាសដែលប្រើ Type C បងប្អូនត្រូវដឹងចំណុច special និងចំណុចពិសេសរបស់ AirPod របស់ក្រុមហ៊ុន Apple គឺត្រង់ថាវាមាន chip drive របស់វានៅខាងក្នុងដែលអាច support ស្ទើរតែគ្រប់ device ទាំងអស់ហើយតើតើ Type C នេះដែរទៅតែចេញឆ្នាំ2024-25នេះតែប៉ុណ្ណោះបងប្អូនពីមុនមកវាចេញរុន 3.5 mm ជាមួយនឹង Lightning ដែលរបស់ពីរហ្នឹងប្រើជាមួយ Android និង Windows ក៏ផ្សេងវាអត់ support 100%ទេទាំងប៊ីតុងសំឡេងហើយនិងប៊ីតុងបិទបើកពេល call ប៉ុន្តែចំពោះ Type C នេះដែរវាបាន update ទៅក្នុង drive របស់វាដែលអាច support ស្ទើរតែគ្រប់មុខងារទាំងអស់ខ្ញុំអាចនិយាយបានថា 100% តែម្ដងគឺមុខងារទាំងអស់នៅក្នុង AirPod Pro Type C នេះអញ្ចឹងបងប្អូនអាចនឹងប្រើដោយពេញចិត្តនឹងភាពស័ក្តិសមនឹងតម្លៃរបស់វាពីព្រោះអីចំណុចពិសេសរបស់ AirPod នេះគឺតកតងនឹងម៉ៃបងប្អូនសំឡេងរបស់វាបើសួរថាបុកបាសវាយ៉ាងម៉េចដែរធៀបជាមួយនឹង Sony អញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនតាមក្រោយប៉ុន្តែបើនិយាយពីម៉ៃគឺអមែនតើបងប្អូនខ្ញុំអាចនិយាយបានថា9/10សូម្បីតែApple AirPod 2024ដែលប្រើ Bluetooth មាន noise cancelling something ក៏អត់អាចមានម៉ៃល្អជាងពួកអាកាសប្រភេទខ្សែនេះដែរហើយតកតងនឹងlatency គឺតកតងទៅនឹងភាព delay ឬក៏ភាពពជាពេលឧទាហរណ៍បងប្អូនប្រើទៅក្នុងការលេង game PUBG ឬ something អញ្ចឹងបងប្អូននឹងឃើញថាវាមាន delay ប៉ុណ្ណាអញ្ចឹងខ្ញុំនឹងចាក់ឲ្យបងប្អូនស្ដាប់តកតងនឹងការធ្វើតេស្តនិងសម្លេងរបស់វាផ្ទាល់តែម្ដង Right now I'm record from the AirPod USB Type C 1 2 3 Hi 1 2 3 Hi Right now I'm record from the AirPod USB Type C 1 2 3អូខេបងប្អូនបានស្ដាប់ហើយឥឡូវយើងមកធ្វើតេស្តលើ Sony WI-C100 WI-C100 Sony នេះតម្លៃប្រហែលបើនៅថៃក្បែរ1000បាតតែវាចុះសល់750បាតហើយបងប្អូនក៏អាចទិញនៅថៃដោយទទួលបានការបញ្ចុះតម្លៃមានន័យថាយើង return បាត់អញ្ចឹងយើងរាល់យើងទៅទិញទៅក្រៅប្រទេសវាជាបទពិសោធន៍មួយដែរបងប្អូនទៅពេលដែលយើងទិញក្រៅប្រទេសយើងត្រូវការយក passport ហើយនឹងប្រាប់គេថាយើង return បាត់នេះគឺជាចំណុចភាពនៃចាការចំណេញមួយដែរដោយសារយើងមិនជាប្រជាពលរដ្ឋរបស់គេទេយើងត្រូវមានសិទ្ធិធ្វើបង់ពន្ធនៅក្នុងប្រទេសគេទេអូខេតែ1 2 3 Okay 1 2 3 Okay Okay right now you know the result which one is the better updated sound នៅក្នុង WI-C100 នេះវាឡើងចុះបងប្អូនចឹងវាសាក់មិនសូវច្បាស់ទេវាអត់សូវល្អដូចជា AirPod ទេប៉ុន្តែតើតងបាសរបស់វា speaker វាគឺល្អវាបុកជាងវាល្អជាងដោយសារវាខុសគ្នាដែរបងប្អូនApple វាប្រើ technology ចាស់វាគ្រាន់តែ update តិចម្ដងតែចំពោះ Sony គេ update ចឹងចំណងនេះចំណង2024 23 ដែលបាសវាល្អមែនតើដែលស្ដាប់ classic hip hop ផ្សេងគឺល្អតែបើធៀបជាមួយនឹង Apple បាសវាក៏ speaker វាដែលប៉ឹងទៅគឺអត់ល្អទេសាប់បទរៀងយើងអាចស្ដាប់ voice ស្ដាប់អីបានតែគាត់បបិសនគឺខ្ញុំឲ្យ6/10តកតងនឹង sound តែបើបាសរបស់ Sony ខ្ញុំឲ្យ7/10តែតកតងទៅនឹង mic AirPod នេះខ្ញុំឲ្យដល់ទៅ 9.5 តែតកតង mic របស់ Sony
ខ្ញុំឲ្យធំតែ4ឬ10ទេបងប្អូនអញ្ចឹងបងសូមមកវិញគឺវាមានគុណសម្បត្តិនិងគុណវិបត្តិត្រង់ថាបើសិនបងប្អូនចង់ប្រើការ Bluetooth ហើយមានតម្លៃធូរទៅហើយជាមួយនឹងការស្ដាប់ទៅព្រោះដោយអត់គិតពីការ video call ឬក៏ talk ច្រើនឬក៏ record ច្រើនទេ Sony គឺស័ក្តិសមសម្រាប់បងប្អូនតែបើសិនជាបងប្អូនតាក់ទងទៅនឹងការ meeting call ប្រជុំច្រើន Apple គឺល្អសម្រាប់បងប្អូនប៉ុន្តែបើសិនជាតាក់ទងនឹងសំឡេងចេញទៅក្រៅ outdoor គឺបាសវាអន់មែនតើតាក់ទងនឹង Apple